វិញ្ញាណអ្នកដំណើរលើផ្លូវវងធំអ្នកណាក៏ដឹងអ្នកថាខេត្តសៀមរាបពេលយប់នៅតំបន់ Pub Street គឺអ៊ូអរនិងពោពេញដោយពន្លឺភ្លើងប៉ុន្តែប្រសិនបើអ្នកជិះចេញពីក្រុងឆ្ពោះទៅកាន់តំបន់ឧទ្យានអង្គរនៅម៉ោងក្រោយមួយរំលងអធ្រាត្រភាពអ៊ូអរនឹងប្រែជាស្ងាត់ជ្រងំមានតែសំឡេងសត្វរាយយំនិងស្រមោលដើមឈើទាលធំខ្ពស់កពពុកនៅអមសងខាងផ្លូវរឿងនេះបានកើតឡើងនៅចុងឆ្នាំ2022ទៅលើបងប្រុសម្នាក់ឈ្មោះរិទ្ធជាអ្នករត់កង់3ឥណ្ឌា Pass Up វេនយប់នោះម៉ោងប្រហែល1កន្លះនាទីរិទ្ធទើបតែដឹកភ្ញៀវបរទេសទៅទម្លាក់នៅសន្តាគារមួយក្បែរផ្លូវឆ្ពោះទៅប្រាសាទអង្គរវត្តដោយសារតែចង់ឆាប់ដល់ប្រទេសនៅខាងភូមិគោកចាក់គាត់ក៏សម្រេចចិត្តជិះកាត់តាមផ្លូវវងធំសម្ដៅទៅកាត់ប្រាសាទព្រះខ័នរួចចេញតាមទ្វារដីឆ្នាំងទ្វារខាងជើងអង្គរធំផ្លូវនោះងងឹតស្លុបដើមឈើធំដុះទម្លាក់មេឃប្រតាក់ក្រឡាគ្នាបាំងជិតពន្លឺព្រះច័ន្ទរហូតមើលមេឃសឹងមិនយល់កង់3កំពុងបយឺតកាត់តាមផ្លូវកៅស៊ូដ៏ស្ងាត់ជ្រងំស្រាប់តែពន្លឺជង្គៀងកង់3បានជះទៅចំមនុស្សស្រីម្នាក់កំពុងឈរនៅក្រោមដើមឈើធំមួយក្បែរផ្លូវកៅនាងស្លៀកសំពត់ចាតពណ៌ខ្មៅនិងអាវសដៃវែងប្រឡាក់ដីឈរអោនមុខសក់ធ្លាក់ក្របស្មានិងលើកដៃបោកហៅរឹតយឺតក្នុងចិត្តរឹតគិតថាយប់ម្លេះហើយមិនក៏មានមនុស្សស្រីមកឈរកណ្ដាលព្រៃអ៊ីនចិនឬមួយក៏នាងខូចម៉ូតូដោយសេចក្តីអាណិតរឹតក៏អែបកង់3ឈប់តើណាដែរអូនយប់ហើយរឹតសួរនាងមិនងើមុខទេតែឆ្លើយតបដោយសំឡេងខ្សោត្រជាក់ថាជូនខ្ញុំទៅមាត់កសិនទឹកក្បែរទ្វារដីឆ្នាំងបន្តិចរឹតងក់ត្បាល់រត់នាងក៏ឈានជើងឡើងជិះនៅកៅអីខាងក្រោយគ្រាន់តែនាងឡើងអង្គុយភ្លាមកង់3ហាក់ដូចជាស្រុតជុះយ៉ាងខ្លាំងដូចជាមានមនុស្សជិះដល់ទៅ4ឬ5នាក់ម៉ាស៊ីនចាប់ដាំគិតកាំងទៀងលេងចង់រត់អ្វីដែលកាន់តែចម្លែកគឺបរិការដែលធ្លាប់តែក្តៅស្អូស្អាប់ស្រាប់តែប្រែជាត្រជាក់ស្រៀបដល់ឆ្អឹងខ្នងរឹតចាប់ដាំធំក្លិនស្អុយរលួយលេឡំជាមួយក្លិនភួយស្រួយនៃស្លឹកឈើស្ងួតនិងក្លិនទឹកភក់រឹតមិនហ៊ានមាត់កាក់ទីតែព្យាយាមលួតមើលតាមកញ្ចក់មើលក្រោយផ្លូវងងឹតពេកគាត់មើលមិនសូវច្បាស់ប៉ុន្តែនៅពេលដែលកង់3ជិះកាត់អំពូលភ្លើងសូឡាតាមផ្លូវមួយដួងគាត់បានឃើញស្រមោលនៅក្នុងកញ្ចក់ស្រីម្នាក់នោះកំពុងអង្គុយតែរាងកាយរបស់នាងទឹកជោកមានទឹកស្រក់តក់ជុះមកលើកម្រាលកង់3អ្វីដែលធ្វើឲ្យគាត់ព្រឺសក់ក្រៅនោះគឺនាងគឺមានប្រស្រីភ្នែកទីភ្នែករបស់នាងសក្បុសសម្លឹងមករកកញ្ចក់ចំមុខរបស់គាត់តែម្ដងបេះដូងរឹតលត់ស្ទើរធ្លាក់ចេញទីទ្រូងដៃគាត់ញើទៅត្រើតកាន់ជង្គូតលែងចង់ជាប់គាត់ចង់តែជន់ហ្វ្រាំងរត់ទេតែផ្លូវនេះងងឹតពេកនិងមានព្រៃសងខាងទើបខំប្រឹងជីបន្តរហូតមកដល់ស្ពានថ្មបុរាណឆ្លងកសិនទឹកក្បែរទ្វារដីឆ្នាំងគាត់ជន់ហ្វ្រាំងឈប់ងក់រួចនិយាយទាំងសំឡេងញើថាដល់ហើយអូនគ្មានសំឡេងឆ្លើយតបរឹតសន្សឹមងាកមុខទៅមើលខាងក្រោយក៏អីនោះគឺទៅទេសាបតែស្រាប់តែមានតំណក់ទឹកត្រជាក់ស្រក់ចុះមើលចំកញ្ជឹងករបស់គាត់ពីលើដំបូលកង់3គាត់ងើបមុខឡើងសម្លឹងទៅមើលដំបូលស្រីម្នាក់នោះកំពុងតោងវានៅត្រង់ដំបូលខាងលើក្បាលរបស់គាត់ជប់មុខដែលហាមប៉ោងស្លៀកស្លាំងអមដោយក្លិនស្អុយរលួយអិតមកក្បាលត្រជាក់គាត់រួចខ្សឹបថាមិនក៏មិនជីទម្លាក់ទៅក្នុងទឹកផ្ទះខ្ញុំលើបាត់តែសិនហ្នឹងតារត់ស្រែកចាក់អស់សំឡេងរុញទ្វារកង់3លោតជីងរួចរត់បាត់ជើងសប្រាក់ជើងទៅរកប៉ុស្តិ៍យាមរបស់ភ្នាក់ងារអប្សរាដែលនៅឆ្ងាយពីនោះបន្តិចដោយមិនហ៊ានងាកក្រោយឡើយ